Good morning, how are you today? อรุณสุดใดថ្ងៃនេះអ្នកសុខសប្បាយទេ It is a pleasure to meet you. រីករាយដែលបានជួបអ្នក Thank you for your time. សូមអរគុណសម្រាប់ពេលវេលារបស់អ្នក I appreciate your assistance. ខ្ញុំសូមអរគុណចំពោះជំនួយរបស់អ្នក Please let me know if you need any help. សូមប្រាប់ខ្ញុំប្រសិនបើអ្នកត្រូវការជំនួយ Could you please clarify your point? តើអ្នកអាចបញ្ជាក់ចំណុចរបស់អ្នកឲ្យច្បាស់បានទេ I completely understand your concern. ខ្ញុំយល់ច្បាស់ពីកង្វល់របស់អ្នក I would like to discuss this matter with you. ខ្ញុំចង់ពិភាក្សាបញ្ហានេះជាមួយអ្នក May I ask you a question? ខ្ញុំអាចសួរអ្នកសំណួរមួយបានទេ I apologize for the inconvenience. ខ្ញុំសូមអភ័យទោសចំពោះការរអាក់រអួលនេះ Thank you for your understanding. សូមអរគុណចំពោះការយោគយល់របស់អ្នក I look forward to hearing from you. ខ្ញុំរងចាំការឆ្លើយតបពីអ្នក Please feel free to contact me. សូមកុំស្ទាក់ស្ទើរក្នុងការតាក់ទងមកខ្ញុំ I would appreciate your feedback. ខ្ញុំនឹងរីករាយប្រសិនបើបានទទួលមតិយោបល់ពីអ្នក Could you please repeat that? តើអ្នកអាចនិយាយម្ដងទៀតបានទេ Allow me to introduce myself. សូមអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួន I hope you are doing well. ខ្ញុំសង្ឃឹមថាអ្នកសុខសប្បាយល្អ Thank you for bringing this to my attention. សូមអរគុណដែលបានជូនដំណឹងខ្ញុំអំពីរឿងនេះ I would be happy to assist you. ខ្ញុំនឹងរីករាយក្នុងការជួយអ្នក Please accept my sincere apologies. សូមទទួលយកការសុំទោសដោយស្មោះរបស់ខ្ញុំ I would like to make an appointment. ខ្ញុំចង់កំណត់ពេលណាត់ជួបមួយ Could you provide more details? តើអ្នកអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមបានទេ I understand your situation. ខ្ញុំយល់ពីស្ថានភាពរបស់អ្នក Thank you for your cooperation. សូមអរគុណសម្រាប់កិច្ចសហការរបស់អ្នក I sincerely appreciate your support. ខ្ញុំសូមអរគុណយ៉ាងស្មោះចំពោះការគាំទ្ររបស់អ្នក Please do not hesitate to ask questions. សូមកុំស្ទាក់ស្ទើរក្នុងការសួរសំណួរ I will get back to you shortly. ខ្ញុំនឹងឆ្លើយតបទៅអ្នកវិញក្នុងពេលឆាប់នេះ I completely agree with your opinion. ខ្ញុំយល់ស្របទាំងស្រុងជាមួយមិត្តរបស់អ្នក That sounds like an excellent idea. នោះស្ដាប់ទៅជាគំនិតដ៏ល្អមួយ I appreciate your patience. ខ្ញុំសូមអរគុណចំពោះការអត់ធ្មត់របស់អ្នក Thank you for your consideration. សូមអរគុណសម្រាប់ការពិចារណារបស់អ្នក I would like to request your permission. ខ្ញុំចង់សុំការអនុញ្ញាតពីអ្នក Could you kindly assist me? តើអ្នកអាចជួយខ្ញុំបានទេ I am writing to inform you. ខ្ញុំសរសេរមកដើម្បីជូនដំណឹង I would like to confirm the details. ខ្ញុំចង់បញ្ជាក់ព័ត៌មានលម្អិត Please keep me updated. សូមជូនដំណឹងខ្ញុំជាបន្តបន្ទាប់ I am available at your convenience. ខ្ញុំអាចមានពេលទំនេរតាមភាពងាយស្រួលរបស់អ្នក Thank you for your prompt response. សូមអរគុណសម្រាប់ការឆ្លើយតបយ៉ាងរហ័សរបស់អ្នក I highly value your opinion. ខ្ញុំឲ្យតម្លៃខ្ពស់ចំពោះមតិយោបល់របស់អ្នក I would like to express my gratitude. ខ្ញុំចង់បង្ហាញការដឹងគុណរបស់ខ្ញុំ Please allow me some time to review this. សូមអនុញ្ញាតឲ្យខ្ញុំមានពេលបន្តិចដើម្បីពិនិត្យមើលរឿងនេះ I appreciate your honesty. ខ្ញុំសូមអរគុណចំពោះភាពស្មោះត្រង់របស់អ្នក I would like to discuss this further. ខ្ញុំចង់ពិភាក្សាបន្ថែមអំពីរឿងនេះ Thank you for your valuable input. សូមអរគុណសម្រាប់មតិយោបល់ដ៏មានតម្លៃរបស់អ្នក I respect your decision. ខ្ញុំគោរពការសម្រេចចិត្តរបស់អ្នក Please let me know your thoughts. សូមប្រាប់ខ្ញុំពីគំនិតរបស់អ្នក I am pleased to work with you. ខ្ញុំរីករាយដែលបានធ្វើការជាមួយអ្នក Your support means a lot to me. ការគាំទ្ររបស់អ្នកមានន័យខ្លាំងសម្រាប់ខ្ញុំ I appreciate your effort. ខ្ញុំសូមអរគុណចំពោះការខិតខំរបស់អ្នក Thank you for your attention. សូមអរគុណសម្រាប់ការយកចិត្តទុកដាក់របស់អ្នក
I hope everything goes well. ខ្ញុំសង្ឃឹមថាអ្វីនឹងដំណើរការល្អ I wish you continued success. ខ្ញុំសូមជូនពរឲ្យអ្នកជោគជ័យជាបន្តបន្ទាប់ It would be greatly appreciated. វានឹងត្រូវបានកោតសរសើរយ៉ាងខ្លាំង I am grateful for this opportunity. ខ្ញុំដឹងគុណចំពោះឱកាសនេះ Thank you for your kind consideration. សូមអរគុណសម្រាប់ការពិចារណាដោយក្តីមេត្តារបស់អ្នក Please accept my best regards. សូមទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ I look forward to our future collaboration. ខ្ញុំរងចាំកិច្ចសហការរបស់យើងនាពេលអនាគត It was a pleasure speaking with you. រីករាយដែលបាននិយាយជាមួយអ្នក I hope to hear from you soon. ខ្ញុំសង្ឃឹមថានឹងទទួលដំណឹងពីអ្នកឆាប់នេះ Have a wonderful day. សូមឲ្យអ្នកមានថ្ងៃដ៏អស្ចារ្យ